วิธีធ្វើឲ្យគេអត់យើងមិនបានដើម្បីឲ្យគេអត់យើងមិនបានឬខ្វះយើងមិនបានខ្លាយជាមនុស្សសំខាន់បំផុតក្នុងជីវិតគេអ្នកត្រូវកសាងតម្លៃខ្លួនឯងនិងបង្កើនទំនាក់ទំនងដែលមានអត្ថន័យជ្រាលជ្រៅខាងក្រោមនេះជាវិធីសាស្ត្រសំខាន់ដែលអ្នកអាចអនុវត្តបាន1បង្កើនតម្លៃនិងសមត្ថភាពផ្ទាល់ខ្លួនអភិវឌ្ឍខ្លួនជានិច្ចធ្វើខ្លួនឲ្យមានចំណេះដឹងជំនាញនិងភាពជោគជ័យដើម្បីឲ្យគេគោរពឯករាជ្យម្ចាស់ការកុំពឹងផ្អែកលើគេខ្លាំងពេកមានជីវិតនិងក្តីសុខផ្ទាល់ខ្លួនភាពវិជ្ជមាននាំមកនូវធម៌ពលរីករាយនិងស្នាមញញឹមពេលនៅក្បែរគេ2បង្កើតតម្លៃក្នុងទំនាក់ទំនងជាអ្នកស្ដាប់ដ៏ល្អយល់ចិត្តមិនវិនិច្ឆ័យនិងផ្ដល់កម្លាំងចិត្តពេលគេជួបការលំបាកផ្ដល់សុវត្ថិភាពផ្លូវចិត្តធ្វើជាកន្លែងដែលគេអាចទុកចិត្តនិងនិយាយប្រាប់រឿងសម្ងាត់គ្រប់យ៉ាងជួយជ្រោមជ្រែងនិងផ្ដល់យោបល់ល្អៗនិងជួយយកអាសាគេដោយសេចក្ដីចិត្តយុទ្ធសាស្ត្ររក្សាចម្ងាយកុំផ្ដល់ឲ្យទៅទេកុំយល់ព្រមតាមគេគ្រប់រឿងដើម្បីឲ្យគេស្គាល់តម្លៃរបស់យើងទុកលំហឲ្យគេនឹកកុំនៅស្អិតជាមួយគេ24ម៉ោងពេកទុកពេលឲ្យគេដឹងថាពេលគ្មានយើងគេអបសុកនិងពិបាកចិត្តកម្រិតណារក្សាភាពថ្លៃថ្នូរបើគេមិនផ្ដល់តម្លៃឲ្យទេត្រូវហ៊ានដើរចេញកុំអង្វររកស្នេហាគន្លឹះដើម្បីបង្កើនតម្លៃខ្លួនឯងដើម្បីក្លាយជាមនុស្សដែលមានតម្លៃនិងទទួលបានការគោរពក្នុងសង្គមអ្នកត្រូវចាប់ផ្ដើមពីការអភិវឌ្ឍខ្លួនឯងនិងការរួមចំណែកវិជ្ជមានដល់អ្នកដទៃខាងក្រោមនេះជាយុទ្ធសាស្ត្រគន្លឹះដើម្បីបង្កើតតម្លៃខ្លួនឯង1អភិវឌ្ឍសមត្ថភាពនិងចំណេះដឹងពូកែលើជំនាញមួយច្បាស់លាស់ដើម្បីឲ្យខ្លួនក្លាយជាអ្នកជំនាញឬជាមនុស្សដែលគេខ្វះមិនបានក្នុងការងាររៀនសូត្រឥតឈប់ឈររៀនអានតាមដានព័ត៌មាននិងអភិវឌ្ឍចំណេះដឹងទូទៅជានិច្ចមានឯករាជ្យភាពហិរញ្ញវត្ថុចេះរកចំណូលដោយខ្លួនឯងនិងគ្រប់គ្រងលុយកាក់ឲ្យបានល្អ2រក្សាសិលនិងបុគ្គលិកលក្ខណៈរក្សាសច្ចៈនិយាយម៉ាត់ណាម៉ាត់នោះនិងគោរពពេលវេលាជានិច្ចបន្ទាបខ្លួនតែមានទំនុកចិត្តមិនអួតអាងតែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯងគ្រប់គ្រងអារម្មណ៍ដោះស្រាយបញ្ហាដោយសន្តិវិធីនិងមិនប្រើអារម្មណ៍ឆេវឆាវជាធំ3ការប្រព្រឹត្តចំពោះអ្នកដទៃផ្ដល់ការគោរពមុនគោរពមនុស្សគ្រប់ស្រទាប់វណ្ណៈដោយមិនរើសអើងចេះជួយយកអាសាចែករំលែកចំណេះដឹងពេលវេលាឬធនធានជួយសង្គមតាមផលិតភាពកសាងទំនាក់ទំនងល្អជៀសវាងការនិយាយដើមគេនិងបង្កើតបណ្ដាញទំនាក់ទំនងវិជ្ជមាន10យ៉ាងដែលជួយឲ្យគេមើលឃើញពីតម្លៃរបស់យើងខាងក្រោមនេះជា10ចំណុចសំខាន់ដែលមនុស្សជុំវិញខ្លួននិងសង្គមប្រើប្រាស់ដើម្បីវាយតម្លៃនិងមើលឃើញពីតម្លៃពិតប្រាកដរបស់អ្នក1រក្សាពាក្យសន្យានិងសច្ចៈនិយាយម៉ាត់ណាធ្វើម៉ាត់នោះមិនវិចវេឬកុហកភូតភរធ្វើឲ្យគេមានអារម្មណ៍ថាទុកចិត្តបាន2ការគោរពពេលវេលាមកតាន់ពេលវេលាជានិច្ចក្នុងការណាត់ជួបបញ្ចប់ការងារតាមការកំណត់បង្ហាញពីការគោរពពេលវេលារបស់អ្នកដទៃ3របៀបនៃការនិយាយស្ដីនិយាយពាក្យពេចន៍មានហេតុផលនិងផ្លែផ្កាមិននិយាយដើមឬបង្ខូចគេឈ្មោះអ្នកដទៃចេះប្រើពាក្យអរគុណនិងសុំទោសដោយស្មោះ4សមត្ថភាពដោះស្រាយបញ្ហាមិនរអ៊ូរទាំជួបឧបសគ្គហ៊ានប្រឈមមុខនិងរកដំណោះស្រាយវិជ្ជមានធ្វើជាទីពឹងឲ្យអ្នកដទៃបានពេលមានអាសន្ន5ការគ្រប់គ្រងអារម្មណ៍មិនឆេវឆាវឬប្រើហិង្សាពាក្យសម្ដីរក្សាភាពស្ងប់ស្ងាត់ក្នុងស្ថានភាពតានតឹងចេះអត់ធ្មត់និងយល់ចិត្តអ្នកដទៃ6ឯករាជ្យភាពនិងការមិនរំខានគេម្ចាស់ការលើជីវិតនិងហិរញ្ញវត្ថុខ្លួនឯងមិនដើរបង្កទុក្ខបុកម្នេញដល់អ្នកដទៃចេះដោះស្រាយរឿងផ្ទាល់ខ្លួនដោយសន្តិវិធី7ការផ្ដល់តម្លៃនិងគោរពអ្នកដទៃមិនមើលងាយមនុស្សដែលមានឋានៈទាបជាងចេះស្ដាប់មតិយោបល់របស់អ្នកដទៃដោយបើកចិត្តឲ្យតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់គេ8រូបរាងនិងបុគ្គលិកលក្ខណៈខាងក្រៅស្លៀកពាក់ស្អាតបាតសមរម្យតាមកាលៈទេសៈមានអនាម័យខ្លួនប្រាណល្អរក្សាឥរិយាបថថ្លៃថ្នូរមិនឆ្គាំឆ្គង9ទឹកចិត្តជួយសង្គមនិងអ្នកជុំវិញខ្លួនចេះចែករំលែកតាមលទ្ធភាពចំណេះដឹងឬធនធានចូលរួមកសាងស្ម័គ្រចិត្តឬជួយយកអាសាអ្នកដទៃមិនមានចិត្តកំណត់ឬអាត្មានិយមហួសហេតុ10អភិវឌ្ឍខ្លួនឥតឈប់ឈរតែងតែរៀនសូត្រអ្វីដែលថ្មីមិននៅត្រឹងតែមួយកន្លែងឬដេកដួលតាមព្រំលិខិតបង្ហាញឲ្យគេឃើញថាខ្លួនយើងថ្ងៃនេះប្រសើរជាងកាលពីម្សិលមិញក្នុងចំណោមទាំង10ចំណុចនេះតើអ្នកគិតថាចំណុចណាដែលអ្នកអាចធ្វើបានល្អជាងគេហើយចំណុចណាដែលអ្នកចង់ពង្រឹងបន្ថែមដើម្បីកុំឲ្យគេមើលងាយនិងរក្សាបាននូវតម្លៃភាពថ្លៃថ្នូរនិងកិត្តិយសរបស់អ្នកឲ្យបានរឹងមាំអ្នកត្រូវមានខ្សែបណ្ដាញព្រំដែនច្បាស់លាស់សម្រាប់ខ្លួនឯងជាវិធីសាស្ត្រអនុវត្តផ្ទាល់
ជារូបវ័ន្តនិងផ្លូវចិត្តមួយកុំធ្វើខ្លួនជាមនុស្សងាយស្រួលពេកហ៊ានបដិសេធកុំយល់ព្រមគ្រប់រឿងបើវានាំទុកដល់ខ្លួនឯងឬខុសពីគោលការណ៍របស់អ្នកកុំអង្វររោគក្តីស្រឡាញ់ទោះជាក្នុងស្នេហាឬមិត្តភ័ក្តិបើគេចង់ដើរចេញត្រូវហ៊ានលែងដៃកុំបន្ទាបខ្លួនអង្វរកុំទំនេរពេកសម្រាប់គេឆ្លើយតបសារឬការណាត់ជួបតាមពេលវេលាសមរម្យកុំរត់ទៅរកគេគ្រប់ពេលដែលគេហៅ 2. ពង្រឹងឯករាជ្យភាពឯករាជ្យហិរញ្ញវត្ថុត្រូវមានមុខរបរឬការងារច្បាស់លាស់មិនត្រូវពឹងផ្អែកលើលុយកាក់របស់អ្នកដទៃដាច់ខាតម្ចាស់ការលើអារម្មណ៍មិនត្រូវយកក្តីសុខរបស់ខ្លួនឯងទៅផ្ញើលើបបោមាត់ឬទង្វើរបស់អ្នកដទៃឡើយគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនកុំហែកគេខ្លួនឯងកុំនិយាយពីចំណុចខ្សោយរឿងអាស្រូវឬបញ្ហាហិរញ្ញវត្ថុប្រាប់មនុស្សទូទៅឬបង្ហោះលើបណ្ដាញសង្គមកុំត្អូញត្អែច្រើនកុំរអ៊ូទ្រទាំពីជីវិតមិនល្អមិនធ្វើឲ្យគេអាណិតទេតែធ្វើឲ្យគេធុញទ្រាន់និងមើលងាយមើលស្រាលសមត្ថភាពរបស់អ្នកទៅវិញ 4. អិរិយាបថនិងការប្រស្រ័យតាក់ទងនិយាយតិចធ្វើឲ្យច្រើនសម្ដីកាន់តែច្រើនកំហុសកាន់តែលេចឡើងត្រូវនិយាយតែពាក្យណាដែលមានតម្លៃនិងមានការពិតរក្សាភាពស្ងប់ស្ងាត់ពេលគេនិយាយឌឺដងឬមើលងាយកុំតបដោយអារម្មណ៍ឆេវឆាវត្រូវតបដោយស្នាមញញឹមឬភាពស្ងប់ស្ងាត់ដែលគួរឲ្យកោតក្រែងរៀបចំខ្លួនឲ្យស្អាតបាតស្លៀកពាក់សមរម្យស្អាតបាតនិងមានអនាម័យព្រោះវាជាខែលការពារដំបូងមិនឲ្យគេមើលរំលងដើម្បីជួយអ្នកឲ្យកាន់តែចំគោលដៅកិត្តិយសគឺជាទ្រព្យសម្បត្តិដែលមើលមិនឃើញមិនអាចទិញបានដោយលុយតែជាខែលការពារតម្លៃនិងភាពថ្លៃថ្នូររបស់មនុស្សម្នាក់ៗនៅក្នុងសង្គមតម្លៃពិតប្រាកដនៃកិត្តិយសសត្រូវបានស្ដែងចេញតាមរយៈចំណុចសំខាន់ៗទាំងនេះ 1. ជាគ្រឹះនៃទំនុកចិត្តមនុស្សដែលមានកិត្តិយសនិយាយពាក្យណាធ្វើពាក្យនោះទទួលបានការជឿជាក់ពីមនុស្សជុំវិញខ្លួនដោយមិនបាច់បកស្រាយងាយស្រួលទទួលបានឱកាសល្អៗក្នុងជីវិតនិងការងារព្រោះគ្រប់គ្នាហ៊ានធានា 2. ជាខែលការពារការមើលងាយកិត្តិយសបង្កើតជាអំណាចស្ងប់ស្ងាត់ដែលធ្វើឲ្យអ្នកដទៃកោតក្រែងទោះបីជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំក៏គ្មាននរណាហ៊ានមើលស្រាលឡើយជួយឲ្យអ្នកដើរដោយងើបមុខត្រង់និងមានមោទនភាពចំពោះខ្លួនឯងភាពស្អាតស្អំផ្លូវចិត្តការរក្សាកិត្តិយសមានន័យថាអ្នកមិនធ្វើរឿងខុសសិលធម៌ឬក្បត់ទំនុកចិត្តគេនាំមកនៅសេចក្តីសុខផ្លូវចិត្តពិតប្រាកដមិនបារម្ភមិនភ័យខ្លាចគេដឹងរឿងអាក្រក់អាចគេងលក់ស្រួលជារៀងរាល់យប់ដោយគ្មានការស្ដីបន្ទោសពីសតិសម្បញ្ញៈ 4. គេឈ្មោះដែលបន្សល់ទុកទ្រព្យសម្បត្តិស្លាប់ទៅមិនអាចយកទៅតាមខ្លួនបានទេតែអំពើល្អនិងកិត្តិយសនឹងទៅជាប់ជានិច្ចជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយឲ្យគេគោរពនិងមានមោទនភាពមនុស្សផងទាំងពួងតែងតែនឹកស្រឡាញ់និងគោរពទោះបីជាអ្នកចែកឋានទៅហើយក្តីបណ្ដាំដាស់តឿនកិត្តិយសប្រៀបដូចជាកញ្ចក់បើវាប្រេះឬបែកហើយទោះខំតបជាប់វិញក៏នៅតែមានថ្នាំដែរការកសាងកិត្តិយសត្រូវប្រើពេលរាប់ឆ្នាំតែការបំផ្លាញវាប្រើពេលតែត្រឹម1វិនាទីប៉ុណ្ណោះតើអ្នកចង់ពិភាក្សាបន្ថែមលើវិធីសាស្ត្ររក្សាកិត្តិយសខ្លួនឯងក្នុងកាលៈទេសៈលំបាកឬចង់ដឹងពីរបៀបស្រោចស្រង់កិត្តិយសឡើងវិញដែរឬទេប្រាប់ខ្ញុំបានដើម្បីរក្សាតម្លៃកិត្តិយសនិងកសាងជីវិតដ៏រឹងមាំនេះជាគំនិតណែនាំមាសប្រាក់ទាំង7ចំណុចដែលអ្នកគួរចងចាំទុកក្នុងចិត្តជានិច្ច 1. គ្មាននរណាម្នាក់មានអំណាចមើលងាយអ្នកបានទេបើអ្នកមិនអនុញ្ញាតតម្លៃរបស់អ្នកស្ថិតលើទង្វើរបស់ខ្លួនមិនមែននៅលើបបោមាត់របស់អ្នកដទៃឡើយបើគេមិនឲ្យតម្លៃត្រូវដើរចេញដោយស្ងៀមស្ងាត់នោះការតបដ៏មានឥទ្ធិពលបំផុត 2. ប្រើពាក្យសម្ដីមាសមិនមែនជាសម្រាមនិយាយតែអ្វីដែលពិតប្រាកដមានប្រយោជន៍និងស្ថាបនាបើគ្មានអ្វីល្អត្រូវនិយាយទេការស្ងៀមស្ងាត់គឺជាជម្រើសដ៏ល្អបំផុតភាពស្មោះត្រង់និងសច្ចៈគឺជាម៉ាកយីហោរបស់អ្នកការកុហកអាចចំណេញពេលខ្លីតែបំផ្លាញកេរ្តិ៍ឈ្មោះពេញមួយជីវិតត្រូវធ្វើជាមនុស្សដែលទោះបីជាគ្មានភ័ស្តុតាងក៏គេនៅតែជឿជាក់លើពាក្យសម្ដីរបស់អ្នក 4. កុំផ្ញើវាសនានិងក្តីសុខលើអ្នកដទៃត្រូវមានការងារមុខរបរឬលុយកាក់ផ្ទាល់ខ្លួនទើបមានសិទ្ធិសម្រេចចិត្តលើជីវិតនៅពេលអ្នកមិនរំពឹងផ្អែកលើលុយឬអារម្មណ៍ពីគេមិនអាចគ្រប់គ្រងអ្នកបានឡើយកម្រិតព្រំដែនផ្ទាល់ខ្លួនមនុស្សដែលយល់ព្រមគ្រប់រឿងនឹងជួយគេរហូតខ្លួនឯងពិបាកច្រើនតែត្រូវបានគេមើលរំលងហ៊ាននិយាយពាក្យថាទេចំពោះអ្វីដែលបំពេញលើតម្លៃឬពេលវេលារបស់អ្នក 6. អតីតកាលជាមេរៀនមិនមែនជាគុកងងឹតទេមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ខុសឆ្គងឬធ្លាប់ត្រូវបានគេធ្វើបាបកុំយកកំហុសពីអតីតកាលមកធ្វើជាទរណកម្មខ្លួនឯងត្រូវយកវាមកធ្វើជាខែលការពារខ្លួនទៅថ្ងៃមុខ
វិនិយោគលើការអភិវឌ្ឍខ្លួនឯងមិនចេះខាតឡើយរូបសម្បត្តិអាចចាស់ទៅតាមវ័យទ្រព្យសម្បត្តិអាចហិនហោចតែចំណេះដឹងនិងសមត្ថភាពនៅជាប់នឹងប្រាណជានិច្ចធ្វើខ្លួនឲ្យល្អប្រសើរឡើង1%រៀងរាល់ថ្ងៃនេះជាជំហានអនុវត្តជាក់ស្ដែងដើម្បីក្លាយជាមនុស្សល្អ1ចាប់ផ្ដើមខ្លួនឯងមានសតិសម្បជញ្ញៈចេះដឹងខុសដឹងត្រូវនិងដឹងថាទង្វើណាគួរធ្វើឬមិនគួរធ្វើហ៊ានទទួលកំហុសកែប្រែខ្លួនឯងនៅពេលធ្វើខុសមិនរកលេសដោះសារឬទម្លាក់កំហុសឲ្យគេរក្សាសីលធម៌ផ្ទាល់ខ្លួនមិនលួចបន្លំមិនកុហកភ្លុតផោនិងមិនក្បត់ទំនុកចិត្តមនុស្សជុំវិញខ្លួន2ការប្រព្រឹត្តចំពោះអ្នកដទៃចេះយល់ចិត្តគិតដល់ចិត្តគេចិត្តយើងមុននឹងនិយាយឬធ្វើទង្វើអ្វីមួយទៅលើគេផ្ដល់ជំនួយតាមលទ្ធភាពជួយយកអាសាអ្នកដទៃដោយស្មោះត្រង់ដោយមិនរំពឹងចង់បានផលពីតបស្នងអបអរសាទរភាពជោគជ័យរបស់គេលះបង់ចិត្តច្រណែនឈ្នានីសនិងចេះត្រេកអរពេលឃើញអ្នកដទៃបានសុខ3ការរស់នៅក្នុងសង្គមមិនបំពានអ្នកដទៃមិននិយាយដើមមិនបង្កុចជ័យឈ្មោះនិងមិនជន់ឈ្លីតម្លៃរបស់អ្នកដទៃគោរពច្បាប់និងវិន័យគោរពច្បាប់សង្គមច្បាប់ចរាចរណ៍និងវិន័យនៅកន្លែងរស់នៅឬកន្លែងការងារកសាងបរិយាកាសវិជ្ជមាននាំមកនូវស្នាមញញឹមភាពកក់ក្ដៅនិងការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួនគំនិតណែនាំការធ្វើជាមនុស្សល្អមិនមែនដើម្បីឲ្យគេសរសើរនោះទេគឺដើម្បីឲ្យខ្លួនឯងរស់នៅដោយមានសេចក្តីសុខផ្លូវចិត្តមិនមានអារម្មណ៍ខុសឆ្គងនិងដេកលក់ស្រួលជារៀងរាល់យប់